ដោយសារតែម៉ានថ្ងៃហ្នឹងអូឃើញគេ trending ទៅសមុទ្រទៅអីកោះកុងអីណាកំពុងសោមច្រើនពេកពេលអញ្ចឹងទៅខ្ញុំក៏មកខាងព្រៃភ្នំខាងពោធិ៍សាត់នេះបដ ហើយទៅសូវចម្លែកមែនទេដោយសារខ្ញុំជួយចិត្តធ្វើអីរឿងឆ្កុយអញ្ចឹងតែថាលេងអីអ្នកទាំងអស់គ្នាខាងអូសោមពោធិ៍សាត់នេះគឺខ្ញុំមកលើកទី1ហើយក៏អត់នឹកស្មានដែរថា view នៅនឹងវាស្អាតខ្លាំងដល់ថ្នាក់ហ្នឹងមិនថាទេសភាពនៅកន្លែងគេងមិនថាតាមដងផ្លូវទេទៅគឺខ្ញុំឲ្យ9 លើ 10 ហ្មងមួយទៀតទុកធ្វើអីទេឥឡូវខ្ញុំឲ្យ10 លើ 10 ហ្មងតែថាគោលបំណងមកហ្នឹងគឺមិនមែនមកដើរលេងដោយសារតែរាល់ដងគឺខ្ញុំទិញលមៀតទិញខ្ញីឲ្យគេផ្ញើទៅអញ្ចឹងណាប៉ុន្តែលើកនេះគឺចុះមកផ្ទាល់ហ្មងហើយណាមួយដើម្បីហៅពូជល្អដើម្បីយកទៅដាំខ្លួនឯងផ្ទាល់ហើយបើនិយាយពីតំណាំនៅខាងអូសោមនេះវិញគឺថាល្អគ្រប់មុខមិនថាតារ៉េនលមៀតខ្ញីឬក៏ចេកអីទៅដីនៅខាងអូសោមនេះគឺប្រភេទដីក្រហមដីដែលសម្បូរជីជាតិមកដាំអីក៏បានផលដែរហើយចំពោះប្រែនផ្ទះម៉ែដែលខ្ញុំលក់ម្សៅលមៀតម្សៅខ្ញីហ្នឹងក៏យកមកពីខាងអូសោមនឹងដែរគាត់ដឹងឲ្យឈ្មោះកដាលគាត់រកឲ្យអញ្ចឹងណាតែថ្ងៃនេះអត់ទេគឺថាចុះមកផ្ទាល់តែមកនៅខាងអូសោមពោធិ៍សាត់នេះរៀងភ្លៀងច្រើនតិចនិយាយទៅមានអារម្មណ៍ថាទៅដល់ទឹកដីហ្នឹងគឺតែចាក់ទៅជុំយកហ្មងអ្នកទាំងអស់គ្នាមើលតែខ្យល់ទៅក៏ដឹងដែរទៅគឺថាខ្យល់រហូតហ្មងឲ្យតែកន្លែងណារៀងខ្យល់រៀងមេឃល្ងិតហ្នឹងដឹងតែមកឲ្យភ្លៀងតែបើថាមេឃបើកថ្ងៃវិញក្តៅអស់ទាស់ដែរហ្នឹងអីដែលខ្ញុំ recommend ខ្លាំងនៅខាងអូសោមពោធិ៍សាត់នេះគឺកន្លែងគេងហ្នឹងហ្មងកន្លែងគេងគេគឺនៅជាប់មាត់ទឹកអញ្ចឹងបដ ហើយទឹកដែលអ្នកទាំងអស់គ្នាឃើញនេះគឺអត់ទូចាតែខ្ញុំអត់ដឹងថានឹងគេហៅថាជាស្ទឹងជាបឹងឬក៏ជាអីដោយសារមានទំនប់នៅនឹងដែរអញ្ចឹងតែគេខ្លះដឹង complete comment នៅក្នុងវីដេអូហ្នឹងប្រាប់ខ្ញុំផងសំខាន់ខ្ញុំសួរអ្នកនៅហ្នឹងគេថានៅនេះភ្លៀងច្រើនភ្លៀងនិយាយថាអាសាភ្លៀងនិយាយពីអាកាសធាតុបែបភ្លៀងបែបត្រជាក់ត្រជុំអីចឹងគឺខ្ញុំចូលចិត្តសាហាវហ្មងតែកុំឲ្យតែអាសលេងផ្គរផ្ទះទៅបានទីសតដែលខ្ញុំគេងមាត់ទឹកហ្នឹងគឺឈ្មោះថាអូសោមផ្ទះខ្ញុំនេះទៅនៅខ្ញុំ recommend អ្នកដែលគាត់មកលក្ខណៈគ្រួសារដោយសារគាត់មាន4បន្ទប់2លើ2ខុំអញ្ចឹងគាត់មកជាគ្រួសារគាត់កក់មកផ្ទះហ្នឹងហ្មងកន្លែងគេងស្អាតមីឈុំឯណាងុំគឺមានម៉ូតូទឹកមានទូកកាយ៉ាហើយសំខាន់គឺគេដឹកយើងជិះទូកដើរលេងនៅក្នុងទឹកហ្នឹងហ្មងមិនក្នុងទឹកឯលើទឹកទៅធានាថាមកនេះគឺទទួលបានអារម្មណ៍មួយដែលថាធម្មជាតិហើយសំខាន់គឺគេមានកន្លែងចក្រានបាយមានតុកអីស្វ័យសតុកមូលទេណាអ្នកទាំងអស់គ្នានៅនេះហាបើសិនជាមេឃភ្លៀងគឺថាស្អាតខ្លាំងហ្មងហើយសំខាន់ view ពេលយប់ស្អាតមីឈុំឯណាងុំព្រឹកឡើងអីហ្នឹងគឺថាថ្ងៃរះថ្ងៃអីមកហ្នឹងគឺកាន់តែស្អាតទៀតហ្មងសំខាន់មកហូបដែលខ្ញុំកំងនេះមកគឺថាឆ្ងាញ់ខ្លាំងមែនតើ3មុខហ្នឹងគឺឆ្ងាញ់ទាំង3មុខបើសិនជាអ្នកទាំងអស់គ្នាចង់មកកក់កន្លែងគេងគឺអ្នកទាំងអស់គ្នាអាចឆាតទៅ Facebook គាត់បានខ្ញុំតម្លាក់នៅក្នុង comment ណាគេដែលគាត់ចង់មកលេងខាងអូសោមនៅខាងពោធិ៍សាត់នេះគឺមិនបារម្ភរឿងអត់មានកន្លែងលេងទេបើនិយាយពីកន្លែងញ៉ាំក៏អត់ខ្វះដែរអ្នកទាំងអស់គ្នានៅចិត្តហ្នឹងគឺគេមានហាងលក់បាយលក់ម្ហូបនៅចិត្តហ្នឹងទៅនៅនេះគេកំពុងតែអភិវឌ្ឍហើយមានកន្លែងខ្លះមានម៉ាតមានអីហើយបើនិយាយពីកន្លែងថតរូបវិញអត់ខ្វះហើយអ្នកទាំងអស់គ្នាតែរូបខ្ញុំអត់មានសូម្បីមួយអញ្ចឹងចេញពីកន្លែង resort ហ្នឹងមកខ្ញុំមកហូបបាយញ៉ាំនៅចិត្តហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នានិយាយទៅ view គឺនៅនឹងស្អាតខ្លាំងមែនតើសំខាន់នៅចិត្តហ្នឹងគឺមានហាងកាហ្វេមួយអ្នកទាំងអស់គ្នាហើយខ្ញុំក៏សម្គាល់ឃើញថាហាងកាហ្វេហ្នឹងប្រហែលជាមានបងដែលគាត់ជួយចិត្តធ្វើដំណើរបែបថា adventure បែបសងព្រេងអញ្ចឹងទៅច្រើននេះដូចនៅលើជាងនេះគឺខ្ញុំឃើញថាមានរូបថតមាន sticker បងដែលគាត់បានទៅដល់កន្លែងហ្នឹងគាត់បានបិទនៅលើហ្នឹងហ្មងសំខាន់គឺថាគេ decor នៅហាងហ្នឹងស្អាតមែនតើនៅលើហ្នឹងមិនត្រឹមតែមានរូបថតទេគឺគេមានដូចជា map panty ឲ្យយើងមើលអញ្ចឹងទៅគេ decor ស្អាតហ្មងបើសិនជាអ្នកទាំងអស់គ្នាទៅដល់តែងខ្លួនស្អាតថតរូបគឺថាស្អាតខ្លាំងមែនតើអ្នកចាប់អារម្មណ៍មកសូម្បីតែបងចំណត explore បងដានជើងឬក៏បងផ្សេងទៀតគឺគាត់ទៅច្រើនមែនតើចេញពីហាងកាហ្វេហ្នឹងខ្ញុំក៏បានទៅកន្លែងស្ពានដែលថាខ្ពស់ហ្នឹងអ្នកទាំងអស់គ្នាខ្ញុំធ្លាប់តែឃើញតាមទូរស័ព្ទទេដល់ពេលឥឡូវបានឃើញផ្ទាល់អញ្ចឹងមានអារម្មណ៍ថាដូចថាប្លែកស្ពានហ្នឹងអ្នកដែលគាត់ថាមុំអីចុះដើរលើហ្នឹងគឺថាវិលមុខហ្មងដោយសារតែវាខ្ពស់ចង់និយាយថាវីដេអូនេះខ្ញុំមិនមែន trending តាមគេទៅសមុទ្រអីទេប៉ុន្តែដូចជាជាប់ចំហាយ trend មកតាមដែរមិនចាមើលតែកៅអៅគាត់ពាក់ទៅដឹងឯនេះមកព្រៃភ្នំឯតែពាក់កៅអៅសើតែខៀវហើយបើនិយាយពី brother នេះវិញឃើញស្ពានខ្ពស់អត់មានខ្លាចអត់មានភ័យអីណាគឺថាសើចសប្បាយហូរកញ្ជ្រៀវតែស្ដាយមែនតើទៅហាងកាហ្វេទៅអីហ្នឹងភ្លេចយកម្សៅក្បាលល្មៀតហើយនឹងម្សៅខ្ញីផ្ទះម៉ែយកទៅសំខាន់អាល្មៀតសូនហ្នឹងក៏ភ្លេចយកទៅតែចង់ប្រាប់ថាម្សៅក្បាលល្មៀតម្សៅខ្ញីល្មៀតសូនផ្ទះម៉ែលើមាន promotion 30% ឯណាបងប្អូនហើយមិននិយាយរឿង feedback ទេគឺថាអតិថិជនញ៉ាំត្រូវច្រើនហើយ feedback គឺចាប់អត់ឈ្នះចឹងបងណាដែលមានចំណាប់អារម្មណ៍ចង់ទិញអីគឺអាចឆាតចូល page បានចាអញ្ចឹងបន្ទាប់មកថ្ងៃឡើងខ្ញុំក៏បានមកផ្ទះវិញអញ្ចឹងណាប៉ុន្តែមុននឹងមកហ្នឹងគឺអត់ភ្លេចទេអានំបញ្ចុកឆ្ងាញ់នៅកន្លែងពោធិ៍សាត់នេះកន្លែងហ្នឹងមួយរបស់ម៉ាក់ខ្ញុំណាបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតជំរាបលានឹងនាមមនុស្សស្រីម្នាក់ដែលធ្លាប់តែចូលចេញ My heart attack sinking on the track ឆ្ងាយបាត់ពីរូបអូនបេះដូងបងដូចបានគេហែខ្ញុំ upset ខ្ញុំ so sad at the late night alone រឹងញញឹមសូបានេះមិនដូចមនុស្សកំពុងស្ទោនចង់ស្លាប់សំលេងពីរស់រំដំដោយសារ so phone far away from you feeling true គឺបងចាំអូន